ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះសុនពចិន្តារៀននៅថ្នាក់អឹមសូមជូនវីដេអូឆ្លុះបញ្ចាំងសម្រាប់សប្តាហ៍ទី9ដែលបានសិក្សាអំពីការវិនិច្ឆ័យផលប័ណ្ណគឺជាការប្រមូលកិច្ចការឬស្នាដៃផ្សេងៗនិងផុសតាងការសិក្សាដែលអាចបង្ហាញពីការវិវត្តក្នុងការសិក្សារបស់សិស្សផលប័ណ្ណមានចរិតលក្ខណៈពិសេស3យ៉ាងគឺទី1គឺការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ទី2សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការត្រឹមត្រូវសម្រាប់ដាក់ចូលក្នុងផលប័ណ្ណនិងទី3សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការធ្វើស្វ័យឆ្លុះបញ្ចាំងដោយខ្លួនឯងចំពោះការប្រើប្រាស់ផលប័ណ្ណនេះក៏មានជាគុណវិបត្តិនិងគុណសម្បត្តិផងដែរដែលគុណសម្បត្តិរួមមានដូចជាជំរុញស្វ័យវិនិច្ឆ័យនិងការវិនិច្ឆ័យបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តដល់សិស្សផ្ដោតលើចំណុចខ្លាំងនិងអ្វីដែលសិស្សអាចធ្វើបានការវិនិច្ឆ័យមានលក្ខណៈជាបុគ្គលផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់ការធ្វើជំនួបអាណាព្យាបាលសិស្សការវិនិច្ឆ័យមានភាពបត់បែននិងប្រែប្រួលតាមអាយុមុខជាសមត្ថភាពចំណាប់អារម្មណ៍និងរបៀបនៃការរៀនរីឯគុណវិបត្តិនៃការប្រើប្រាស់ផលប័ណ្ណរួមមានដូចជាត្រូវការបណ្ដុះបណ្ដាលគ្រូច្រើនពិបាកក្នុងការដាក់បន្ទុកនាំឲ្យភាពជឿជាក់មានការថយចុះចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់បន្ទុកនិងជួបសិស្សអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលប័ណ្ណមានលក្ខណៈមិនសមស្របឬក៏មិនល្អគំរូនៃផលិតផលសិស្សអាចនាំទៅរកភាពខ្សោយនៃការធ្វើទូទៅកម្មហើយឪពុកម្ដាយសិស្សអាចពិបាកយល់អំពីផលប័ណ្ណផលប័ណ្ណមាន5ប្រភេទដូចជាផលប័ណ្ណស្នាដៃផលប័ណ្ណសមត្ថភាពផលប័ណ្ណគម្រោងផលប័ណ្ណប្រាប់ពីការរីកចម្រើននិងផលប័ណ្ណ Digital សម្រាប់ផលប័ណ្ណស្នាដៃគឺសំដៅទៅលើកិច្ចការល្អៗរបស់សិស្សឬអ្វីដែលសិស្សអាចធ្វើបានដែលប្រើជាការចងចាំឬក៏ជាអនុស្សាវរីយ៍ក្នុងការសិក្សានិងប្រើដើម្បីទំនាក់ទំនងជាមួយនឹងអាណាព្យាបាលសិស្សដើម្បីបង្ហាញពីសកម្មភាពដែលពួកគាត់បានធ្វើក្នុងថ្នាក់ចំណែកផលប័ណ្ណសមត្ថភាពគឺសំដៅទៅលើលទ្ធផលសិក្សារំពឹងទុកដែលផ្ដោតទៅលើការប្រឡងតាមមុខវិជ្ជានីមួយៗតាមដំណាក់កាលតាមប្រចាំខែតាមឆមាសត្រីមាសឬក៏ប្រចាំឆ្នាំសម្រាប់ផលប័ណ្ណគម្រោងគឺសំដៅទៅលើការចងក្រងឯកសារនៃការបញ្ចប់ជំហាននីមួយៗក្នុងគម្រោងដែលធ្វើឡើងក្នុងរយៈពេលណាមួយផលប័ណ្ណប្រាប់ពីការរីកចម្រើនគឺសំដៅទៅលើឯកសារសំណេរដែលយើងបានធ្វើតាំងពីដើមឆ្នាំហើយនឹងធ្វើជាបន្តបន្ទាប់ដើម្បីបង្ហាញពីការផ្លាស់ប្ដូរនិងការរីកចម្រើននៃចំណេះដឹងរបស់សិស្សនិងជំនាញបន្តិចម្ដងនិងចុងក្រោយផលប័ណ្ណ Digital គឺសំដៅទៅលើឯកសារឬក៏ភស្តុតាងអេឡិចត្រូនិកដែលត្រូវបានរក្សាទុកនិងគ្រប់គ្រងនៅលើអ៊ីនធឺណិតសម្រាប់ផលប័ណ្ណ Digital វាមានសារៈសំខាន់ដូចជាផ្ដល់នូវការរក្សាទុកព័ត៌មានដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពសិស្សអាចបន្ថែមឧទាហរណ៍ការឆ្លុះបញ្ចាំងនិងទាញសន្និដ្ឋានបានលើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្ររបស់សិស្សសង្កត់ធ្ងន់ទៅលើការងារជាបុគ្គលនិងងាយស្រួលប្រើប្រាស់និងផ្លាស់ប្ដូរទីតាំងបានចំពោះការរៀបចំនិងការអនុវត្តការវាយតម្លៃផលប័ណ្ណមាន9ជំហានគឺទី1កំណត់គោលបំណងទី2កំណត់រចនាសម្ព័ន្ធរូបរាងឬ Digital ទី3កំណត់ខ្លឹមសារទី4កំណត់ការណែនាំស្វ័យវិនិច្ឆ័យនិងលក្ខណៈវិនិច្ឆ័យក្នុងការដាក់បន្ទុកសិស្សទី5ពិនិត្យឡើងវិញជាមួយសិស្សទី6ការដាក់ខ្លឹមសារទី7
ស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនទី8ការវិតម្លៃរបស់គ្រូនិងផ្ដល់ព័ត៌មានត្រឡប់និងទី9កិច្ចប្រជុំរវាងគ្រូនិងសិស្សសម្រាប់ការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិត្រូវតែមានអ្នករៀបចំអ្នកវិតម្លៃនិងអ្នកកំណត់លក្ខណៈវិនិច្ឆ័យនៅក្នុងនោះអ្នករៀបចំគឺជាសិស្សអ្នកវិតម្លៃគឺជាគ្រូហើយអ្នកដែលកំណត់លក្ខណៈវិនិច្ឆ័យនិងវិតម្លៃលើផលបត្តិគឺគ្រូហើយនិងសិស្សឬក៏គ្រូដែលជាប់ពាក់ព័ន្ធចំពោះចំណុចទី1តកតនឹងការកំណត់គោលបំណងដែលយើងកំណត់ត្រូវតែមានភាពច្បាស់លាស់ស្របតាមការរំពឹងទុកនៃមុខវិជ្ជាឬក៏កំណត់ដោយក្រសួងលើកដាក់ការប្រតិទិនស្តង់ដារបន្ស៊ីគ្នាជាមួយនឹងខ្លឹមសារមេរៀននៃមុខវិជ្ជានីមួយៗដែលរួមមានមុខវិជ្ជាខ្មែរគណិតវិទ្យាសាស្ត្រឬក៏សិក្សាសង្គមជាដើមលើកកម្ពស់អេយ៉ាប័តរបស់សិស្សអភិវឌ្ឍបំណិនសតវត្សទី21រួមមានគឺ 7C ដែលរួមមាន communication collaboration critical thinking creativity computing and digital literacy រួមជាមួយនឹង AI career readiness ហើយនិង cross cultural understanding សម្រាប់ចំណុចទី2កំណត់រចនាសម្ព័ន្ធរូបរាងឬ digital នៅក្នុងនេះគឺយើងត្រូវរក្សាទុកខ្លឹមសារផលបត្តិនៅលើក្រដាសក្នុងគ្រូណូរៀបចំឯកសារក្នុងផលបត្តិអាចជាក្រដាសដាក់ក្នុងគ្រូណូតាមលំដាប់លំដោយតាមមុខវិជ្ជាតាមខែនីមួយៗឬប្រើជាលក្ខណៈ digital តាមរយៈការបង្កើត blog ឬក៏ Google Site ជាដើមដែលអាចអាស្រ័យបានគ្រប់ទីកន្លែងហើយវាក៏អាចជាឯកសារដែលអាចមើលឃើញនិងអាចប្រើប្រាស់បានសម្ភារៈដែលត្រូវការសម្រាប់ខណ្ឌចែកឯកសាររួមមានអាចជាថង់ផ្លាស្ទិកឬក៏ជាក្រដាសបដើម្បីខណ្ឌមុខវិជ្ជានីមួយៗនៅក្នុងគ្រូណូរបស់សិស្សសម្រាប់ការកំណត់ខ្លឹមសារនៃផលបត្តិចំពោះផ្នែកនេះ